ឥឡូវបងប្អូនសង្កេតមើលម្ដងទៀតអំពីរបាញ់ទឹកក្នុងបន្ទប់ពិសោធន៍ទូវិទ្យានៅវិទ្យាល័យហ៊ុនសែនត្រកូលដែលវាមានរបាញ់ទឹកចេញចំនួន3បាទនេះគឺរបាញ់ទី1កណ្ដាលនេះរបាញ់ទី2ហើយនិងរបាញ់ទី3បាទនៅពេលដែលបងប្អូនបើករបាញ់ទី1បាទបន្តទៀតបងប្អូនបើករបាញ់ទី2មួយហើយទី2គឺមានរបាញ់ស្មើគ្នាចំណែកបងប្អូនមើលសង្កេតមើលរបាញ់ទឹកនៅទី3វិញបាទគឺបាញ់លឿនជាងគេនៅក្នុងបន្ទប់ពិសោធន៍គ្រាន់តែរបាញ់ទឹកលឿនបែបនេះទើបអាចប្រើក្នុងបន្ទប់ពិសោធន៍បានបាទនេះយើងមើលរបាញ់ទឹករបស់យើងលឿនបែបនេះគឺយើងអាចប្រើនៅក្នុងបន្ទប់ពិសោធន៍របស់យើងក្នុងបន្ទប់ពិសោធន៍ទូទៅបានអរគុណសម្រាប់ការទស្សនាវីដេអូនេះ